លោកឧត្តមសេនីយ៍ឯកម្នាក់ផ្កាយ3និងផ្កាយ2រួមនឹងស្ត្រីជាប្រពន្ធត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯកមួយរូបមានតួនាទីជាអគ្គនាយករងអន្តរប្រវេសន៍និងផ្កាយ2ម្នាក់មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញនិងស្ត្រីម្នាក់ទៀតដែលត្រូវជាភរិយាក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួនកាលពីថ្ងៃទី19ខែមេសាឆ្នាំ2026ឧត្តមសេនីយ៍ទាំងពីររូបដែលត្រូវបានឃាត់ខ្លួនត្រូវបានគេទម្លាយថាទី1គឺឧត្តមសេនីយ៍ឯកអុកហៃសីឡាមានតួនាទីជាអគ្គនាយករងអន្តរប្រវេសន៍និងលោកឧត្តមសេនីយ៍តូសសំណាងមានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញនិងស្ត្រីម្នាក់ទៀតដែលត្រូវជាភរិយាក៏ត្រូវបានឃាត់ខ្លួនដែរនោះមិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយទេតាមសេចក្តីរាយការណ៍បានឲ្យដឹងថាការឃាត់ខ្លួនអ្នកទាំង3បានធ្វើឡើងតាំងពីថ្ងៃអាទិត្យទី19ខែមេសាឆ្នាំ2026ក្រោយពីឃាត់ខ្លួនអ្នកទាំង3ត្រូវបាននាំខ្លួនទៅធ្វើការសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ ACU ប៉ុន្តែគេមិនទាន់ដឹងថាពាក់ព័ន្ធនឹងបញ្ហាអ្វីឲ្យច្បាស់នៅឡើយទេចំពោះព័ត៌មាននេះលោកសុយច័ន្ទវិចិត្រអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានអ្នកយកព័ត៌មានដកស្រង់សម្ដីមកចុះផ្សាយដោយលោកលើកឡើងថាករណីលោកមិនអាចជម្រាបជូនបាននៅឡើយទេចំណែកលោកឧត្តមសេនីយ៍ឯកសុកសុមនីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានប្រាប់អ្នកសារព័ត៌មានដោយខ្លីនៅព្រឹកថ្ងៃទី21ខែមេសានេះថាបុគ្គលដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននោះនៅនាយកដ្ឋានអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ដោយឡែកលោកឧត្តមសេនីយ៍ឯកជុននរិនស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកព័ត៌មាននៅព្រឹកនេះដែរថាលោកគ្រាន់តែដឹងថាខាង ACU ឃាត់តែមិនដឹងថាពាក់ព័ន្ធនឹងរឿងអ្វីនោះទេហើយការឃាត់ខ្លួននេះធ្វើឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះតែយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានប្រភពណាហ៊ានបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយនោះទេតែតាមព័ត៌មានដែលទទួលបានមន្ត្រីនគរបាលជាន់ខ្ពស់ដែលត្រូវ ACU ចាប់ខ្លួននេះទី1គឺឧត្តមសេនីយ៍ឯកអុកហៃសីឡាមានតួនាទីជាអគ្គនាយករងអន្តរប្រវេសន៍និងលោកឧត្តមសេនីយ៍តូសសំណាងមានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញនិងស្ត្រីម្នាក់ទៀតដែលត្រូវជាភរិយាក៏ត្រូវបានឃាត់ខ្លួនដែរនោះមិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយទេ